ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Assault for Killer ដែលជារដូវកាលទី2និងភាគទី2មកសង្ខេបជាបន្តទៀតវីដេអូនេះឧបត្ថម្ភដោយ Midphone Wi-Fi ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ Wi-Fi ប្រើជាលក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយខែ$15មានល្បឿន 50 MB ភ្ជាប់ដំបូងតម្លៃត្រឹមតែ$45តែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបានការ promotion ពិសេសអំពី admin និងមានជាងដំឡើងដល់ផ្ទះទូទាំង25ខេត្តក្រុងតែម្ដងនៅយមនោះកងទ័ពស៊ីឈ្នួលបាប៊ីឡុនព្រមទាំងវងមនុស្សយន្តនិងឆ្កែប្រមាញ់បានទៅដល់ផ្ទះរបស់ Chimman ប៉ុន្តែមើលទៅបរិយាកាសជុំវិញបែរជាស្ងប់ស្ងាត់មិនមានមនុស្សម្នាក់ណាសោះបេឡាដឹងថា Chimman គឺជាមនុស្សម្នាក់ដែលមិនអាចអង្គុយទ្រាំស្ងៀមនៅក្នុងផ្ទះឡើយគេប្រកាសជាលាក់ខ្លួននៅកន្លែងណាមួយក្បែរនេះជាមិនខានដើម្បីតាមដានរាល់សកម្មភាពនៃចលនារបស់ពួកគេទោះបីជាយ៉ាងណាក៏ដោយលោកលីក៏នៅតែខឹងសម្បានិងបញ្ជាឲ្យទាហានទាំងអស់គ្នាទៅឆែកឆេរនៅក្នុងតំបន់មួយនោះឲ្យសមក្រុមទាហានទាំងអស់គ្នាក៏ចាប់ផ្ដើមរើក៏កាយពេញផ្ទះហើយទីបំផុតក៏បានរកឃើញផ្លូវសម្ងាត់មួយដែលលាក់នៅខាងក្រោយបន្ទប់តឹងធ្វើឲ្យលោកយ៉ាងសប្បាយចិត្តយ៉ាងខ្លាំងដែលនឹកស្មានថាពួកគេរកឃើញគោលដៅហើយប៉ុន្តែអ្វីដែលមិននឹកស្មាននោះនៅពេលដែលចូលទៅចិនឧបករណ៍ប្រកាសអាសន្នវាក៏បានមកលឺឡើងស្រែកពេញនៅទីនោះហើយគ្រាប់បែកក៏បានផ្ទុះតែម្ដងនៅពីចម្ងាយនេះវិញ Chimman បានលើកកំភ្លើងបាញ់ស៊ីបឡើងបំរុងនឹងតម្រង់ទៅកាន់មេខ្លោងប៉ុន្តែជាអកុសលគេដឹងថាកញ្ចក់ឡានរបស់លោកលីគឺជាកញ្ចក់ពិសេសដែលអាចការពារក្រកំភ្លើងមិនអាចបាញ់ធ្លុះបានដូច្នេះធ្វើឲ្យ Chimman បោះបង់ឱកាសមួយនេះក៏ព្រោះតែគេដឹងថាទោះបីជាគេបាញ់ពីចម្ងាយក៏ដោយក៏វាមិនមានប្រយោជន៍នោះដែរនៅយប់ឡើងជីអានជាមួយនឹងលោកពូបានអង្គុយនិយាយទល់មុខគ្នា Chimman បានសារភាពថាអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើកន្លងមករួមទាំងការបាក់ខាងលក់អាវុធនោះគឺសុទ្ធតែធ្វើឡើងដើម្បីការពារក្មួយស្រីតែប៉ុណ្ណោះប៉ុន្តែសម្រាប់ជីអាវិញនាងក៏នៅតែចោទប្រកាន់ទៅកាន់លោកពូថាមកនិយាយថាការពារក្មួយប៉ុន្តែដៃវិញគឺទទួលប្រាក់ទៀងទាត់អំពីការលក់អាវុធឲ្យឃាតករនិងទាហានស៊ីឈ្នួលដើម្បីឲ្យពួកគេទៅប្លន់យកអាយុជីវិតរបស់អ្នកដទៃ Chimman ឮដូច្នេះក៏ទទួលស្គាល់ការពិតដ៏សាហាវមួយនេះថានោះគឺជាពិភពរបស់គាត់មានអារម្មណ៍វិបដិសារីទោះបីជាប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏ព្យុះភ្លៀងនៅតែបន្តឡោមព័ទ្ធទៅកាន់ជីវិតរបស់ជាអានដដែលដែលសារតែជាអាននាងមិនត្រូវការពាក្យសុំទោសក៏ប្រកាសថានាងមិនចង់ពាក់ព័ន្ធនៅអ្វីៗទាំងអស់ជាមួយនឹងពិភពរបស់លោកពូពោពេញទៅដោយការប្រឡាក់ឈាមទៀតផងដែរនាងចង់រស់នៅជីវិតមួយដូចជាមនុស្សធម្មតាទូទៅនៅពេលដែល Chimman ឮដូច្នេះដឹងថាគេមិនអាចកែប្រែចិត្តរបស់ក្មួយស្រីបាន Chimman បានប្រគល់កាំភ្លើងខ្លីមួយដើមនិងបង់គ្រាប់មួយចំនួនទៅកាន់ជាអានព្រមទាំងអត្តសញ្ញាណថ្មីរបស់នាងដែលមានឈ្មោះថា Lee Arin ដើម្បីឲ្យនាងចាប់ផ្ដើមជីវិតឯករាជ្យដោយខ្លួនឯងមុនពេលដែលជាអានចាក់ចេញទៅប្រាដឺប្រញាប់ប្រញាល់រត់តាមប្រគល់ទូរស័ព្ទ USB ជាមួយនឹងកាតាបមួយនិងប្រាប់ទៅនាងថានៅពេលដែលនាងនៅម្នាក់ឯងទើបនាងអាចបើកមើលវាបាននៅពេលដែលជាអានឮដូច្នេះនាងក៏ទទួលយកប៉ុន្តែនាងក៏មិនភ្លេចប្រមានទៅកាន់ប្រាដឺថាប្រសិនបើលោកជាមួយនឹងលោកពូហ៊ានលាក់កាមេរ៉ាសម្ងាត់ឬមួយឧបករណ៍លួចស្ដាប់នៅក្នុងផ្ទះរបស់ខ្ញុំនឹងមិនលើកលែងកំហុសឲ្យនោះទេពេលវេលាកន្លងផុតទៅយ៉ាងលឿនអស់រយៈពេល1ឆ្នាំជីអាននៅពេលនេះកំពុងតែរស់នៅសម្ងំនៅលើកោះតូចមួយដាច់ស្រយាលជាមួយនឹងអត្តសញ្ញាណថ្មីរបស់នាងបានរក្សាទម្លាប់រត់ហាត់ប្រាណជារៀងរាល់យប់ដើម្បីវឹកហាត់កម្លាំងទោះបីជាយ៉ាងណាក៏ដោយអតីតកាលរបស់នាងក៏នៅតែដិតដាមសុបិនអាក្រក់ពោពេញទៅដោយឈាមនៅតែបន្តលងបន្លាចទៅកាន់នាងជារៀងរាល់យប់ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះជីអាននាងបានកែប្រែខ្លួនទៅជាក្មេងស្រីធម្មតាម្នាក់ធ្វើការងារយ៉ាងសាមញ្ញនាងបានអង្គុយត្បាញសំណាញ់ជាមួយនឹងក្រុមមនុស្សចាស់ៗនៅក្នុងភូមិប៉ុន្តែនាងមិនបាននិយាយទៅដល់អ្នកណាសូម្បីតែមួយម៉ាន់ទោះបីជាអ្នកភូមិនិយាយអ្វីក៏ដោយគឺនាងបានត្រឹមតែស្ដាប់តែប៉ុណ្ណោះនៅពេលដែលអ្នកភូមិឃើញចរិតរបស់នាងប្លែកដូច្នេះពេលដែលនាងចាក់ចេញពីទីនោះពួកគាត់ក៏ចាប់ផ្ដើមប្រជុំគ្នានិយាយដើមពីក្រោយខ្នងអ្នកនៅទីនោះនិយាយថាក្មេងស្រីម្នាក់នេះមើលទៅដូចជាស្ងប់ស្ងាត់ខ្លាំងណាស់មិនដែលនិយាយរកអ្នកណាសូម្បីតែមួយម៉ាន់ហើយយប់ឡើងតែងតែរត់ហាត់ប្រាណគឺដូចជាខ្មោចដេញតាមនាងយ៉ាងអញ្ចឹងធ្វើត្បិតតែអ្នកភូមិទាំងអស់គ្នានិយាយដើមនាងពីក្រោយខ្នងពិតមែនប៉ុន្តែពួកគាត់ក៏មិនប្រកាន់នាងនោះដែរថែមទាំងយកចិត្តទុកដាក់ប្រគល់នំមួយប្រអប់ទៅឲ្យក្មេងប្រុសម្នាក់ដែលមានឈ្មោះថាវូជីនដើម្បីឲ្យគេយកទៅឲ្យជីនអានតាមពិតទៅវូជីននេះគឺជាអ្នកដែលរស់នៅទីនេះគេគឺជាមនុស្សម្នាក់ដែលមានភាពអៀនខ្មាសយ៉ាងខ្លាំងប៉ុន្តែគេក៏បានលួចស្រឡាញ់ទៅលើជីនអានផងដែរនៅតាមផ្លូវដែលគេយកនំទៅឲ្យនាងគេខំនិយាយនឹងធ្វើកាយវិការបែបណាដើម្បីឲ្យជីនអានចាប់អារម្មណ៍ប៉ុន្តែនៅពេលដែលទៅដល់មុខរបងផ្ទះរបស់ជីនអានវូជីនគេបានចុចកណ្ដឹងជាបន្តបន្ទាប់តែមិនឃើញអ្នកណាម្នាក់បើកទ្វារចេញមកតតែសោះគេក៏ចាប់ផ្ដើមមានការព្រួយបារម្ភចំណែកអាជីនអានវិញតាមពិតទៅនាងកំពុងតែដេកលក់យល់ស
បិនអាក្រក់នៅពេលដែលឮសំឡេងចុចកណ្ដឹងនាងក៏ភ្ញាក់ឡើងចំណែកឯវូជីនវិញនៅពេលដែលមិនឃើញអ្នកណាគេមកបាក់ធ្វើបែបនេះគេក៏បានផ្លោះរបងចូលទៅក្នុងផ្ទះរបស់នាងប៉ុន្តែនៅពេលដែលដើរចូលទៅវាមិនងាយស្រួលដូចជាគេគិតនោះទេក៏ព្រោះតែនេះគឺជាផ្ទះរបស់ក្មួយស្រីឃាតករមិនមែនជាកន្លែងដែលចង់ចូលបាននោះទេគ្រាន់តែវូជីនដើរចូលត្រឹមតែប៉ុន្មានជំហានតែប៉ុណ្ណោះគេក៏បានចុះអន្ទាក់របស់ជីអានដែលនាងដាក់នៅក្នុងទីធ្លាផ្ទះភ្លាមជីអានឮដូច្នេះក៏ប្រញាប់ចេញមកមើលស្ថានភាពជាមួយនឹងកាំភ្លើងខ្លីនៅក្នុងដៃរបស់នាងត្រៀមរួចជាស្រេចនៅពេលដែលឃើញថាគឺជាវូជីននាងក៏បានដោះអន្ទាក់ឲ្យគេវូជីនឃើញដូច្នេះក៏ប្រញាប់សុំទោសជាមួយនឹងទង្វើរបស់គេបានផ្លោះរបងចូលមកដោយខុសច្បាប់ធ្វើត្បិតតែជីនអាននាងមិនបានស្ដីបន្ទោសអ្វីទៅឲ្យគេក៏ដោយប៉ុន្តែនៅពេលដែលវូជីនឃើញកៅភ្នែករបស់នាងត្រជាក់ដូចជាតកធ្វើឲ្យវូជីនគេមិនហ៊ានឆ្ងល់ហើយសួរអ្វីទាំងអស់ក៏សុកចិត្តដកថយរត់ចេញទៅខាងក្រៅយ៉ាងលឿនដើម្បីការពារសុវត្ថិភាពនៅពេលដែលវូជីនចេញមកដល់ខាងក្រៅទៅគេដឹងថាតាមពិតទៅផ្ទះរបស់ជីនអាននេះគឺនៅដាច់ដោយឡែកពីគេពិតមែនជាមួយនឹងបរិយាកាសដ៏ស្ងាត់ជ្រងំថែមទាំងបំពាក់កាមេរ៉ាសុវត្ថិភាពជំនួយផ្ទះរបស់នាងទៀតផងតាមពិតទៅតាំងពីពេលដែលជីនអាត្រូវបានគេតាមប្រមាញ់តាំងពីភាគ1មកគឺនាងមិនដែលបោះបង់នៅក្នុងការប្រុងប្រយ័ត្ននោះឡើយក៏ព្រោះតែនាងចង់ការពារសុវត្ថិភាពរបស់ខ្លួនហើយខ្លាចក្រុមឃាតករទាំងអស់នោះត្រឡប់មកសងសឹកម្ដងទៀតយកកាត់មកប្លង់មួយទៀតមេធាវីចាងនៃអង្គភាពបាប៊ីឡុននៅពេលនេះកំពុងតែអង្គុយរងចាំជីនមែនយ៉ាងអន្ទះសារនៅក្នុងហាងមួយទោះបីជាយ៉ាងណាក៏ដោយជីនមែនគឺមិនបានបង្ហាញខ្លួននោះទេគឺគេបានទូរស័ព្ទមកកាន់ហាងមួយនោះហើយផ្ញើបញ្ជីឈ្មោះក្រុមទាហានស៊ីឈ្នួលរបស់បាប៊ីឡុនកំពុងតែលាក់ខ្លួនលួចបង្កប់នៅគ្រប់ទិសទីទាំងអស់នៅក្នុងហាងមួយនេះនៅពេលដែលមេធាវីចាងឃើញរូបភាពក្រុមឃាតករទាំងអស់នោះក៏ចាប់ផ្ដើមមានការភ័យខ្លាចតែម្ដងហើយដឹងថាជីនមែននៅពេលនេះគឺបានហែកចូលទៅក្នុងប្រព័ន្ធម៉ាស៊ីនមេរបស់បាប៊ីឡុនបានជោគជ័យហើយមិនតែប៉ុណ្ណោះគេក៏បានទទួលឯកសារសម្ងាត់បំផុតអំពីយុទ្ធនាការងងឹតទាំងអស់ផងដែររួមទាំងករណីលួចធ្វើឃាតទៅលើនាយករដ្ឋមន្ត្រីទៀតផងមិនតែប៉ុណ្ណោះជីនមែនក៏បានបញ្ជាក់ទៅកាន់មេធាវីចាងថានៅពេលដែលអង្គភាពបាប៊ីឡុនមានភាពជឿជាក់ថានឹងចង់ចរចាជាមួយនឹងគេដោយស្មោះត្រង់ចាំតាក់ទងមកគេម្ដងទៀតពេលដែលមេធាវីចាងឮដូច្នេះក៏ដើរចាក់ចេញពីទីនោះដោយខកចិនប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គ្រាន់តែចូលទៅក្នុងឡានភ្លាមក៏ស្រាប់តែឃើញជីនមែនអង្គុយនៅកៅអីខាងក្រោយរួចបាត់ទៅហើយនៅពេលដែលមេធាវីចាងឃើញដូច្នេះមានការភ័យខ្លាចយ៉ាងខ្លាំងហើយបានសារភាពថាខ្លួនមិនបានដឹងអំពីក្រុមឃាតករដែលបានលាក់ខ្លួននៅក្នុងហាងនោះឡើយអ្វីគឺគេមកតាមតែបញ្ជាតែប៉ុណ្ណោះនៅពេលដែលជីនមែនឮដូច្នេះក៏បានបង្ហើបថាគេដឹងច្បាស់ណាស់ថាអ្នកណាគេនៅពីក្រោយខ្នងអំពីករណីមួយនេះមិនតែប៉ុណ្ណោះក៏បានដាក់លក្ខខណ្ឌកិច្ចព្រមព្រៀងអំពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ផងដែរដែលចាប់តាំងពីពេលនេះទៅជីនអាជាមួយនឹងអ្នកណាផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងគេវាគឺជាតំបន់ហាមឃាត់ហាមដាច់ខាតមិនអនុញ្ញាតឲ្យអ្នកណាប៉ះពាល់ទៅលើអ្នកទាំងអស់នោះឡើយប្រសិនបើអង្គភាពបាប៊ីឡុនព្រមព្រៀងទៅតាមការស្ដាប់បង្គាប់មួយនេះរាល់ការសម្ងាត់ទាំងអស់នៅក្នុងម៉ាស៊ីនមេនឹងត្រូវរក្សាទុកផ្ទុយទៅវិញប្រសិនបើជីនអាបាត់បង់មួយសរសៃសក់គេនឹងបញ្ចេញទិន្នន័យទាំងអស់ជាមិនខានដើម្បីឲ្យពិភពលោកទាំងមូលដឹងនៅគំនិតដ៏ខ្មៅកខ្វក់របស់បាប៊ីឡុនដែលបានសម្លាប់មនុស្សនិងប្រព្រឹត្តរឿងខុសច្បាប់ជាច្រើនណាមួយដើម្បីបញ្ជាក់នៅអ្វីៗទាំងអស់នេះជីនមែនក៏សម្រេចចិត្តឲ្យគេហទំព័ររបស់គេបកសកម្មភាពជាបណ្ដោះអាសន្នសិនប៉ុន្តែវាមិនមានការកំណត់នោះទេថែមទាំងនិយាយគំរាមទៅកាន់មេធាវីចាងថាអបអរសាទរចំពោះកូនរបស់គាត់ទើបតែកើតមកដែលនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថាជីនមែនគឺដឹងយ៉ាងច្បាស់អំពីស្ថានភាពគ្រួសាររបស់មេធាវីចាងនៅគ្រប់ព័ត៌មានទាំងអស់ក្នុងពេលជាមួយគ្នានៅដែរផ្ទៃក្នុងរបស់អង្គភាពបាប៊ីឡុននៅពេលនេះកំពុងតែច្របូកច្របល់យ៉ាងខ្លាំងថ្នាក់លើបានសម្រេចចិត្តចាត់តាំងប្រធានតំបន់អាស៊ីខាងកើតមួយដែលមានឈ្មោះថាគូសាណាជីដើម្បីដោះស្រាយវិបត្តិមួយនេះដោយផ្ទាល់ចំណែកឯលោកលីវិញក៏ត្រូវបានដកតំណែងជាផ្លូវការដោយសារតែគាត់បានបង្កកំហុសដ៏ធំមួយដែលបណ្ដាលឲ្យជីមែនបោកប្រាស់ទៅលើអ្នកទាំងអស់គ្នាអស់រយៈពេល1ឆ្នាំពេញធ្វើឲ្យប្រាក់ចំណូលរបស់អង្គភាពមានការធ្លាក់ចុះជើងពាក់កណ្ដាលហើយគេឈ្មោះក៏បានធ្លាក់ទៅដល់កម្រិត0ផងដែរភ្លាមៗនោះក៏ស្រាប់តែបេឡាបានបង្ហាញខ្លួនចេញមកយ៉ាងភ្ញាក់ផ្អើលមិនតែប៉ុណ្ណោះថែមទាំងសម្លាប់កូនចៅរបស់គូសាណាជីទៀតផងដើម្បីបង្ហាញអំពីសមត្ថភាពរបស់គេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគូសាណាជីក៏នៅតែមិនភ័យខ្លាចថែមទាំងប្រកល់ការងារមួយទៅឲ្យបេឡាធ្វើភ្លាមគឺគេត្រូវតែធ្វើយ៉ាងណាចាប់ខ្លួនរបស់ជីមែនមកវិញទាំងរស់ឲ្យតតែបាននៅពេលនេះលោកលីគឺមិនមានតំណែងអ្វីទាំងអស់គាត់ក៏បានត្រឡប់មកកាន់អគារស្នាក់នៅវិញនៅពេលដែលចូលទៅក្នុងចណ្ដាយយន្តក៏ស្រាប់តែត្រូវបានឃាតករលួចវាឆ្មក់ពីខាងក្រោយក្នុងចណ្ដាយយន្តតែម្ដងប៉ុន្តែលោកលីនេះគឺមិនមែនជាមនុស្សធម្មតានោះទេគាត់បានវាយបកទៅវិញយ៉ាងចាស់ដៃប៉ុន្តែទីបំផុតដោយសារតែឃាតករ
មួយនោះមានចំណេញយ៉ាងប៉ិនប្រសប់ក៏សម្រាប់លោកលីបានសម្រាញ់តាមពិតទៅឃាតករមួយនោះគឺជាមនុស្សដែលគូសាណាជីបានបញ្ជូនមកបន្ទាប់ពីរាយការណ៍ភារកិច្ចរបស់ខ្លួនដែលបានសម្លាប់លោកលីរួចរាល់ហើយគេក៏បានបន្លំខ្លួនជាមួយនឹងក្រុមនាយវឹកនៅលើកប៉ាល់ដឹកទំនិញមួយដើម្បីរងចាំបញ្ជាជាបន្តទៀតត្រឡប់មកជីនអាននេះវិញដែលសារតែទូរស័ព្ទរបស់នាងខូចនាងក៏ត្រូវបង្ខំចិត្តទៅកាន់ទីក្រុងដើម្បីទិញទូរស័ព្ទថ្មីមួយគ្រឿងទៀតដែលដឹងថាជីនអាននាងរៀបនឹងចេញដំណើរវូជីនក៏ប្រញាប់ប្រកល់លេខទូរស័ព្ទរបស់គេឲ្យនាងភ្លាមៗតែម្ដងថាប្រសិនបើនាងមានបញ្ហាអ្វីចង់ឲ្យគេជួយនោះប្រញាប់ខលមកគេនឹងចេញទៅជួយនាងភ្លាមៗតែម្ដងហើយប្រសិនបើនាងធ្វើដំណើរទៅកាន់ទីក្រុងត្រឡប់មកវិញខកជើងកប៉ាល់នោះតាក់ទងមកកាន់គេភ្លាមគេនឹងបើកទូកទៅយកនាងដល់កន្លែងតែម្ដងបន្ទាប់ពីមកដល់ទីក្រុងជីនអានក៏បានចូលទៅក្នុងភោជនីយដ្ឋានមួយកន្លែងភ្លាមដើម្បីស៊ើបសួរពីដំណឹងលោកគ្រូរបស់នាងគឺជាប៉ាស៊ីននេះឯងលទ្ធផលគឺនាងរកលោកគ្រូរបស់នាងមិនឃើញសោះគឺមានតែស្រមោលអាក្រក់របស់សាំងជោតែងតែឡងបន្លាចនៅក្នុងអារម្មណ៍របស់នាងតែប៉ុណ្ណោះនៅពេលដែលកំពុងតែភ្លឹងនាងក៏ស្រាប់តែឃើញថាបរិមម្នាក់បានធ្វើដំណើរជាមួយនឹងនាងនៅតាមឡានក្រុងអំបញ្ញមិញនេះបានដើរចូលមកក្នុងហាងលក់អាហារមួយនេះដែរអារម្មណ៍របស់ជីនអានក៏ចាប់ផ្ដើមឲ្យសញ្ញាថាមានគ្រោះថ្នាក់ធ្វើឲ្យនាងប្រញាប់ចាក់ចេញពីទីនោះភ្លាមតែម្ដងទោះបីជាមេឃកំពុងតែភ្លៀងខ្លាំងក៏ដោយអ្វីវាក៏ដូចជាការរំពឹងទុំបរិមម្នាក់នោះក៏នៅតែលួចដើរតាមនាងពីខាងក្រៅយ៉ាងសម្ងាត់ជីអានឃើញដូច្នេះក៏ប្រញាប់ដើរចូលទៅក្នុងផ្លូវទូចស្ងាត់មួយដើម្បីឲ្យគេទៅតាមរួចហើយស្ទុះចេញមកចាត់ការទៅលើបរិមម្នាក់នោះឲ្យដួលទៅលើដីយ៉ាងឆាប់រហ័សប៉ុន្តែអ្វីដែលនាងស្មាននោះគឺវាខុសពីការពិតគឺនាងបានយល់ច្រឡំទៅលើគេក៏ព្រោះតែបរិមម្នាក់នោះអំបញ្ញមិញនេះគេដើរចូលទៅក្នុងហាងដោយសារតែគេស្គាល់ម្ចាស់ហាងចំណែកឯគេដើរតាមនាងនោះគឺដើម្បីយកទូរស័ព្ទប្រគល់ឲ្យនាងវិញតែប៉ុណ្ណោះក៏ព្រោះតែនាងបានភ្លេចអំបញ្ញមិញនេះជីនអានឃើញដូច្នេះក៏បានអង្គុយទប់ជង្គង់នៅនឹងដីនៅក្នុងគំនិតរបស់នាងក៏នៅតែឃើញឃាតកររកចិត្តសាំងជោបានលេចមកចេញមកចំអកតានាងថានាងដូចជាមួយនឹងលោកពូរបស់នាងបេបិនដែលកើតចេញមកគឺមានឈាមជ័រជាអ្នកចម្បាំងស្រាំជីនអានឃើញដូច្នេះគឺមិនចង់ឆ្លោះប្រកែកនោះទេដោយគ្រាន់តែនិយាយមួយម៉ាត់ត្រឡប់ទៅវិញថាចេញឲ្យឆ្ងាយទៅក្រោយពេលដែលជីអានទិញទូរស័ព្ទរួចនាងបានត្រឡប់មកកាន់កោះវិញប៉ុន្តែដោយសារតែអាកាសធាតុមានការប្រែប្រួលយ៉ាងអាក្រក់ជើងកប៉ាល់ទាំងអស់ក៏ត្រូវបានលុបចោលជីអានមានតែបង្ខំចិត្តទូរស័ព្ទទៅឲ្យវូជីនមកទទួលនាងតែប៉ុណ្ណោះនៅពេលដែលវូជីនទទួលទូរស័ព្ទពីជីអានភ្លាមគេមិនបានរងចាំយូរនោះឡើយណាមួយគឺជាខ្លួនដែលមនុស្សកំពុងតែលួចស្រឡាញ់ទៀតផងនោះគេក៏បានចេញទូកយ៉ាងលឿនដើម្បីទៅទទួលនាងទាំងកណ្ដាលយប់តែម្ដងដែលដឹងថាជីអាននៅក្នុងថ្ងៃនេះនាងមិនតន់ញ៉ាំអ្វីតតែសោះគេក៏បានរៀបចំអាហារទុកមុនផងដែរដើម្បីឲ្យនាងញ៉ាំត្រពួរនៅពេលដែលជីនអានឃើញវូជីនយកចិត្តទុកដាក់ទៅលើនាងដូច្នេះក៏សួរទៅកាន់គេថាហេតុអ្វីក៏គេមិនឆ្ងល់តតែសោះអំពីអន្ទាក់នៅក្នុងទីធ្លាផ្ទះរបស់នាងវូជីនតបមកវិញថាមនុស្សម្នាក់គឺតែងតែមានការសម្ងាត់រៀងៗខ្លួនណាមួយគេក៏មិនចង់ដឹងអំពីរឿងរ៉ាវរបស់នាងច្រើននោះដែរក៏ព្រោះតែមិនចង់ឲ្យជីវិតរបស់នាងកាន់តែស្មុគស្មាញភ្លាមនោះនៅលើសមុទ្រក៏ស្រាប់តែមានសម្លេងសិរ៉ែនបានមកលើឡើងយ៉ាងខ្លាំងកម្លាំងប៉ូលីសសមុទ្រក៏ជិះនាវាចូលមកជិតយ៉ាងលឿននិងប្រោសសញ្ញាឲ្យទូករបស់វូជីនឲ្យឈប់ជាបន្ទាន់ដើម្បីត្រួតពិនិត្យនៅទំនេរខុសច្បាប់វូជីនឃើញដូច្នេះមានការភ័យស្លន់ស្លោយ៉ាងខ្លាំងគេក៏បានបិទម៉ាស៊ីនយ៉ាងឆាប់រហ័សនិងពឹងឲ្យជីនអានចូលទៅកាន់ដៃចង្កូនរួចហើយគេក៏ចុះទៅខាងក្រោមទាញធុងទំនិញដែលបានលាក់ទុកចេញមកនៅក្នុងពេលដែលកំពុងតែស្លន់ស្លោនោះគេក៏បានរបូតដៃធ្វើឲ្យទំនិញធ្លាក់ចេញមកហើយរបស់ដែលបានធ្លាក់ខ្ទាតចេញនោះគឺសុទ្ធតែជាអាវុធខុសច្បាប់តែម្ដងដោយសារតែគ្មានជំរឿគ្មានប្រុសម្នាក់នេះក៏បានប្រញាប់ប្រញាល់បោះចោលអាវុធខុសច្បាប់ទាំងអស់នោះចូលទៅក្នុងសមុទ្រដើម្បីបំផ្លាញភស្តុតាងចោលចៃដន្យអីនៅពេលនោះជីនអានក៏បានឃើញសារមួយបានផ្ញើមកនៅក្នុងទូរស័ព្ទរបស់គេនាងក៏យកវាមកអានក៏ស្រាប់តែឃើញអក្សរសរសេរថាតើពេលណាទើបខ្ញុំទទួលបានទំនិញហើយឈ្មោះអ្នកដែលបានផ្ញើសារមកនោះគឺចេញពីហាងលក់អាវុធរបស់ឃាតករតែម្ដងចំណែកឯនៅមូលដ្ឋានរបស់ G-Money វិញ Prada បានរត់ចូលមកយ៉ាងតាក់ក្រហល់ហើយរាយការណ៍អំពីដំណឹងមួយយ៉ាងរន្ធត់ដែលធ្វើឲ្យរញ្ជួយពេញពិភពឃាតករតែម្ដងក៏ព្រោះតែវាគឺជាបទបញ្ជាពិសេសដែលទើបតែចេញមកតម្រូវឲ្យទៅតាមរកជីនអានដើម្បីសម្លាប់នាងជាមួយនឹងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់$2 លានចំណែកឯការទូទាត់គឺសាច់ប្រាក់សុទ្ធទាំងអស់តែម្ដងដូច្នេះអ្វីៗទាំងអស់នេះធ្វើឲ្យសត្រូវនៅខាងក្រៅទាំងអស់គឺមិនដែលមានចិត្តចង់លើកលែងទៅឲ្យពូក្មួយទាំងពីរនាក់នេះឡើយពួកគេក៏ចាប់ផ្ដើមត្រៀមខ្លួននឹងធ្វើដំណើរស្វែងរកនាងភ្លាមតែម្ដងប៉ុន្តែក្មេងស្រីដែលពួកគេតាមប្រមាញ់នៅពេលនេះគឺមិនដូចជាជីអានដូចលើកមុននោះទេហើយពួកគេក៏មិនប្រកាសថាអ្នកណាឈ្នះឬមួយក៏ចាញ់នោះដែរនឹងហើយអ្នកទាំងអស់គ្នាភាគទី2របស់យើងក៏ចប់ត្រឹមតែប៉ុណ្ណេះប្រសិនបើពេញចិត្តវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគទី3ដែលជាភាគបន្ទាប់